គោលនយោបាយឬយុទ្ធសាស្ត្រសារៈសំខាន់នៃគោលនយោបាយឬយុទ្ធសាស្ត្រសម្រាប់ការផ្តល់សេវាទឹកស្អាតការសម្អាតនិងអនាម័យជនបទគោលនយោបាយឬយុទ្ធសាស្ត្រសម្រាប់ការផ្តល់សេវាទឹកស្អាតការសម្អាតនិងអនាម័យជនបទមានសារៈសំខាន់ដូចខាងក្រោមដើម្បីសម្រេចបានតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព SDGs គោលនយោបាយជាតិបានកំណត់គោលដៅសម្រាប់ការកែលម្អក្នុងការផ្តល់សេវាទឹកស្អាតការសម្អាតនិងអនាម័យជនបទនិងផែនការយុទ្ធសាស្ត្រដើម្បីសម្រេចបាននូវគោលដៅ SDG គោលនយោបាយឬយុទ្ធសាស្ត្របង្ហាញអំពីទូនាទីនិងការទទួលខុសត្រូវរបស់ស្ថាប័នពាក់ព័ន្ធនានាក្នុងការផ្តល់សេវាទឹកស្អាតការសម្អាតនិងអនាម័យជនបទដល់សហគមន៍អង្គភាពឬស្ថាប័នរបស់រាជរដ្ឋាភិបាលគឺជាសេនាធិការក្នុងការពង្រឹងភាពជាប្រព័ន្ធដើម្បីវិភាគពីរបៀបនៃការបង្កើតគោលនយោបាយនិងណែនាំទៅដល់អង្គភាពពាក់ព័ន្ធនិងដៃគូអភិវឌ្ឍន៍នានាដើម្បីសម្រេចគោលដៅគោលនយោបាយឬយុទ្ធសាស្ត្រគោលនយោបាយឬយុទ្ធសាស្ត្រមិនគ្រាន់តែបង្កើតផែនការទឹកស្អាតការសម្អាតនិងអនាម័យជនបទប៉ុណ្ណោះទេប៉ុន្តែក៏ត្រូវធានាឲ្យបានអំពីការប្រើប្រាស់ថវិកាដើម្បីអនុវត្តផែនការទាំងនោះផងដែរផែនការដែលល្អសកម្មភាពនិងថវិកាគឺត្រូវបានរៀបចំដោយរដ្ឋបាលថ្នាក់ក្រោមជាតិដែលជាអ្នកចំណាយក្នុងរយៈពេលសមស្របដើម្បីអនុវត្តទៅលើការវិនិយោគថែទាំរួមទាំងការផ្ដល់សេវាទឹកស្អាតការសម្អាតនិងអនាម័យជនបទឲ្យមាននិរន្តរភាពប្រកបដោយបរិយាបន្នស្របតាមគោលនយោបាយឬយុទ្ធសាស្ត្រ